ក្រសួងការបរទេសថៃបានឆ្លើយតបមកកាន់កម្ពុជាវិញទាំងយប់តែម្ដងថាថៃមិនទាន់បានដោះលែងយោធាទាំង18រូបនោះទេបាទលុះត្រាតែគេមានលក្ខខណ្ឌណាបងបាទមានលក្ខខណ្ឌលុះត្រាតែកម្ពុជាអនុវត្តទៅតាមសំណើរបស់គេទាំង4ចំណុចណាបងបាទហ្នឹងហើយតោះយើងមកមើលព័ត៌មានទាំងអស់គ្នាប៉ុន្តែសួរថាមាននៅក្នុងកិច្ចព្រមព្រៀងឬអត់តើតើទៅនឹងការដោះលែងយោធារបស់យើងហ្នឹងគឺមានបងបាទថៃក៏ទទួលស្គាល់ដែរបាទថាមានហើយមួយទៀតគឺតើតើទៅនឹងសមាជិកប្រសិទ្ធិខាងថៃត្រូវបានគម្រាមកំហែងរហូតទៅដល់អាយុជីវិតបន្ទាប់ពីអ្នកស្រីបានធ្វើការរិះគន់លោកកាន់ចំផល្លាំងដែលធ្វើការចាក់សម្លេងខ្មោចសម្លេងយន្តហោះចម្បាំងផ្សេងៗអញ្ចឹងបងបាទពេលនេះអ្នកស្រីបានដាក់លិខិតទៅកាន់អគ្គស្នងការនគរបាលជាតិថៃដើម្បីធ្វើការការពារអ្នកស្រីនិងក្រុមគ្រួសារយើងមកមើលព័ត៌មានទី1លោកស៊ីហាសាបានអះអាងថាថៃមិនដោះលែងយោធា18នាក់ដែលថៃថាជាឆ្លើយសឹកបងបានដោយបំភ្លឺថាត្រូវតែឬក៏ថាកម្ពុជាត្រូវតែធ្វើតាមកិច្ចព្រមព្រៀងជាមុនសិនអញ្ចឹងស៊ូថាដោះអត់ដោះបងបានប៉ុន្តែគេមានលក្ខខណ្ឌអញ្ចឹងថៃពេលល្បិចច្រើនណាបងបាទហ្នឹងហើយបើមិនល្បិចមិនកលិចក្លិចគេមិនហៅថាថៃទេបងអញ្ចឹងបាទយើងនិយាយថាដុនថៃធូមីបាទតែយើងមើលព័ត៌មានពេញទាំងអស់គ្នាលោកស៊ីហាសាភួងកេតកែវដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថ្មីទៅឡើងបានចិត្តមួយខែមុនបាននិយាយអំពីលទ្ធផលនៃការពិភាក្សាចតុភាគីណាបងចឹងមានន័យថាទាំង4ណាបង4ភាគីរវាងម៉ាឡេស៊ីសហរដ្ឋអាមេរិកថៃក៏ដូចជាប្រទេសកម្ពុជានៅក្នុងកំឡុងពេលនៃដែលលោកស៊ីហាសាបានទៅធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីហ្នឹងបងនៅថ្ងៃទី17ខែតុលាឆ្នាំ2025ថារឿងដែលពួកយើងបានព្យាយាមចរចាពិភាក្សាចរចាបងបាទគឺជាការរៀបចំធ្វើនៅលិខិតបាទឯកសារលិខិតដែលពេលនេះហៅថាគឺជាសេចក្តីប្រកាសបាទពាក់ព័ន្ធជាមួយនឹងសម្ព័ន្ធភាពនៅความสัมพันธ์ទំនាក់ទំនងរវាងថៃនិងកម្ពុជាដែលមានការកំណត់នៅទិសដៅណាមុនរបស់នៃការដោះស្រាយបញ្ហាផ្សេងៗរវាងទាំងពីរប្រទេសដែលនឹងនាំទៅកាន់ការកែសម្រួលដើម្បីស្ដារនៅទំនាក់ទំនងឡើងវិញអញ្ចឹងវាការប្រជុំសារនេះបងបាទមានន័យថាគៀកទៅរកសន្តិភាពមែនទេណាបងបាទដែលជាការពិភាក្សាទៅតាមសំណួរនេះប៉ិនបៃយ៉ាងជិញ្ចៃប្រហាត់យ៉ាងសុទ្ធចិត្តយ៉ាងត្រង់ទៅត្រង់មកបងបាទហើយមានការរីកចម្រើននៅក្នុងបញ្ហាដែលសំខាន់បាទដែលលោកអនុทินឆានវីរគុណបងប្អូនហ្នឹងណានាយករដ្ឋមន្ត្រីហើយនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាទបានបញ្ជាក់ថាសម្រាប់ប្រទេសថៃយើងបានផ្ដល់ភាពសំខាន់4ចំណុចណាបង4ខសំខាន់ដើម្បីឲ្យមានដើម្បីឲ្យណាភាពសំខាន់ត្រឡប់ទៅកាន់សភាពធម្មតាវិញគឺអញ្ចឹងថាគេស្នើតែ4ហ្នឹងទេបងបាទដើម្បីឲ្យប្រទេសទាំងពីរត្រឡប់មកភាពប្រក្រតីវិញបាទទី1គេថាដកអាវុធធុនធ្ងន់ណាបងហើយទី2ការដោះមីននៅបរិវេណព្រំដែនហើយនឹងទី3ការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនឬក៏ឆបោកអនឡាញបងបាទជាបញ្ហាដែលគ្រប់គ្នាកំពុងតែចាប់អារម្មណ៍នៅក្នុងប្រទេសថៃដែលមានភាពស្មោះត្រង់រឿងនេះហើយនឹងទី4ណាបងទាក់ទងនឹងការដោះស្រាយបញ្ហាការឈ្លានពានតាមបណ្ដោយព្រំដែនទី4នេះគឺចំថៃបងបាទអញ្ចឹងមាន4ហ្នឹងដែលថៃចង់បានដោយការនិយាយគ្នារវាងថៃនិងកម្ពុជាមានការរីកចម្រើនទៅមុខ
បានព្រមព្រៀងគ្នារឿងការដកកងកម្លាំងហើយនឹងការដោះមីននៅថ្ងៃទី20ដល់21តុលាខាងមុខនេះនឹងមានកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅរវាងថៃនិងកម្ពុជាឬក៏ GBC អញ្ចឹងលើកនេះយើងលើកមកប្រជុំនៅមុនថ្ងៃទី20 21ប្រជាទូទៅគឺថ្ងៃ10ណាមុនបាទតែយ៉ាងណាក៏មានការប្រជុំនឹងឡើងសារថ្មីម្ដងទៀតមុនដែលនឹងមានការនិយាយគ្នាឬក៏ពិភាក្សាទាក់ទងនឹងព័ត៌មានលម្អិតចំពោះផែនការងារហ្នឹងបាទទាំងរឿងការដកកងកម្លាំងទៀតមុនហើយនឹងការដោះមានថានឹងអនុវត្តយ៉ាងពិតប្រាកដសារនេះបាទរួមទាំងរឿងការបង្ក្រាបនៅឧក្រិដ្ឋកម្មឆ្លងដែនហើយនឹងការរំលោភបំពានឆ្លងដែនឬក៏រំលោភបំពានព្រំដែនណាដែលថៃបានសង្កត់ធ្ងន់ថាត្រូវតែមានការដោះស្រាយយ៉ាងសន្តិវិធីគេយកមុខមាត់បាទចាប់ពីមុនកម្ពុជាទទូចហើយទទូចទៀតមិនធ្វើនៅលើធ្វើឯងយកមុខណាហើយពិតប្រាកដស្មោះត្រង់ដូច្នេះដែលប្រជុំទៅមានការពង្រៀងនៅឯកសារក្នុងការប្រកាសនៅទំនាក់ទំនងរវាងថៃនិងកម្ពុជាអញ្ចឹងដូចនៅអ្វីដែលឯកឧត្តមប្រាក់សុខុនបានធ្វើការផ្ដល់បទសម្ភាសន៍ទៅកាន់ទូតកោកាលពីម្សិលមិញដែរមុនបានទាំងនេះពួកយើងចង់ឲ្យទៅឆ្ងាយជាងនោះគេថាអញ្ចឹងណាថានឹងមានលម្អិតព័ត៌មានលម្អិតសម្រាប់ការអនុវត្តយ៉ាងណានោះហើយត្រូវមានគេហៅថាការជឿទុកចិត្តថានឹងមានការអនុវត្តនៅក្នុងកិច្ចព្រមព្រៀងដើម្បីឲ្យមានភាពច្បាស់លាស់នៅក្នុងការអនុវត្តរួមគ្នាបាទមិនដូច្នោះទេនឹងคล้ายទៅជាឬក៏បានត្រឹមតែជាកិច្ចព្រមព្រៀងនៅក្នុងគោលការណ៍តែប៉ុណ្ណោះវាអត់មានការអនុវត្តជាស្ដែងបានព្រមព្រៀងនៅក្នុងក្រដាស់បាទចំណែករឿងការដោះលែងឆ្លើយសឹកកម្ពុជាចំនួន18រូបនោះបាននិយាយគ្នាគេបាននិយាយគ្នាដែរមុនបាទចង់និយាយថាភាគីកម្ពុជានិងថៃក៏បានកម្ពុជាយើងបានស្នើឲ្យស្នើទៀតរឿងហ្នឹងបានពិភាក្សាឬក៏និយាយគ្នាបាទទាំង4ភាគីឬក៏អត់នោះលោកសៀហាស័កបានបន្តថាពួកយើងចង់កសាងទំនុកចិត្តនៅក្នុងទំនាក់ទំនងជាមួយនឹងកម្ពុជាតែយ៉ាងហ្នឹងបាទតែខណៈនេះនៅក្នុងឯកសារការប្រកាសហ្នឹងបញ្ជាក់ថាត្រូវមានការអនុវត្តតាមកិច្ចព្រមព្រៀងមុនសិនអញ្ចឹងគេថាឲ្យយើងអនុវត្តតាមកិច្ចព្រមព្រៀងមុនសិនថៃទៅពិចារណាមានណាពិចារណាទៀតបងរឿងក្នុងការដោះលែងឆ្លើយសឹកហើយគិតថាទៅតាមដែលនាយករដ្ឋមន្ត្រីទៀតបងដែលបានផ្ដល់នៅគោលនយោបាយទាំងអស់ពួកយើងបានព្រមព្រៀងគ្នានៅក្នុងឯកសារហើយត្រូវមកមើលថានៅក្នុងសេចក្តីលម្អិតក្នុងការអនុវត្តគឺយ៉ាងណាដែរបាទចឹងសួរថាមានក្នុងការស្នើដោះលែងឆ្លើយសឹកដែលថៃថាដោះលែងឆ្លើយសឹកនេះមានអត់មានតែមុនបាទដែលនឹងមានកិច្ចប្រជុំ GBC នៅថ្ងៃទី20ដល់21តុលាខាងមុខនេះអញ្ចឹងសល់តែប្រហែលថ្ងៃទៀតមុនស្អែកនេះមុនបាទស្អែកយើងចាប់ដើមប្រជុំហើយបាទក្រោយពីនោះរដ្ឋមន្ត្រីការពារជាតិណាបងបាទទាំងពីរភាគីអញ្ចឹងខាងរដ្ឋមន្ត្រីក្រសួងការពារជាតិទាំងពីរភាគីនឹងត្រូវមកធានាណាឯកសារដើម្បីនាំទៅកាន់ដំណើរការខាងក្នុងប្រទេសថៃបាទគឺរายงานต่อที่រាយការណ៍បន្តទៅកាន់ប្រជុំគណៈរដ្ឋមន្ត្រីបន្តទៀតនេះបើតាមលោកសៀហាស័កបានអះអាងតែមុនបានមានប្រសាសន៍គាត់ណានៅពេលដែលសួរថាពេលនេះនៅមានការដោះលែងឆ្លើយសឹកកម្ពុជា18នាក់អត់តាមដែលលោកប្រាក់សុខុនដែលជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានចេញមកផ្ដល់បទសម្ភាសន៍តាមរយៈសារព័ត៌មានខ្មែរស្ថាមតើពិតឬក៏អត់ណាបាទហ្នឹងហើយអញ្ចឹងលោកសៀហាស័កបានបញ្ជាក់ថារឿងការដោះលែងឆ្លើយសឹកគឺស្ថិតនៅក្នុងឯកសារការប្រកាសមានហើយតែ
មានដំណាក់កាលបនគេបាទអញ្ចឹងគាត់ទទួលស្គាល់ថាមានបាទហ្នឹងប្រសិនបើអនុវត្តទៅតាមដំណាក់កាលហើយណារឿងការដោះលែងឆ្លើយសឹកនឹងជារឿងមួយនៅក្នុងដំណាក់កាលនោះបាទក្រោយបន្ទាប់ពីនោះមកនឹងចាប់ផ្ដើមមើលទៅខាងមុខទៀតថានឹងដំណើរការឬក៏អនុវត្តទៅតាមវិធានការកសាងណាទំនុកចិត្តរវាងគ្នានឹងគ្នាយ៉ាងម៉េចទៀតបាទជាងរៀងញ៉ៃៗដែរបងបាទចំណែកត្រូវការធ្វើកិច្ចព្រមព្រៀងគ្នានៅក្នុងរវាងការប្រជុំអាស៊ាន Summit ដែលមានប្រទេសម៉ាឡេស៊ីផងដែរឬក៏អត់នោះលោកសៀស័កបានបន្តថាឯកសារសេចក្តីប្រកាសហ្នឹងបងរវាងទំនាក់ទំនងថៃនិងកម្ពុជាបាទខាងម៉ាឡេស៊ីហើយនិងសហរដ្ឋអាមេរិកចង់ឲ្យមានការចុះហត្ថលេខាលងនាមការបាទជាមួយគ្នានៅក្នុងកំឡុងពេលកិច្ចប្រជុំណាអាស៊ាន Summit ដែលលោក Donald Trump ដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកមកចូលរួមប្រជុំផងដែរចឹងដោយសារតែយើងទៅគឺសរសើរហើយនឹងសូមអរគុណមែនទែនសម្រាប់លោកប្រធានាធិបតី Donald Trump គាត់មិនធ្វើតែនេះមិនធ្វើបែបជួយបែបស្មាតោជួយបែបចុងដៃចុងជើងគាត់ជួយដល់ទីបញ្ចប់ជួយតតែមានលទ្ធផលបាទឥឡូវគឺអាស៊ាន Summit នេះគាត់មកជាចង់និយាយថាគាត់មកចូលរួមដែរបងបាទអញ្ចឹងចូលរួមដែរតែយើងមកមើលព័ត៌មានមួយទៀតគឺថៃចាប់ផ្ដើមគម្រាមកំហែងគ្នាឯងនិយាយទៅគឺថៃនេះមួយបងឲ្យតែអ្នកណាដែលនិយាយមកបែបផ្អៀងមកខាងកម្ពុជាគឺវាអត់ពេញចិត្តទេបងបាទហ្នឹងហើយវាអត់ស្ដាប់ហេតុផលទេបាទអាហ្នឹងគឺប្រជាជនជ្រុលនិយមមួយចំនួនបងបាទគេថាម៉េចបានដាក់លិខិតណាសុំការគ្រប់គ្រងបាទហើយអះអាងថាស្រឡាញ់ប្រទេសថៃមិនចាញ់អ្នកណានោះទេបាទនេះបើតាមប្រសាសន៍អ្នកស្រីអង្គណាបងសមាជិកព្រឹទ្ធសភាអ្នកស្រីអង្គណាសុណៃបានដាក់ពាក្យស្នើសុំការពីសុវត្ថិភាពបាទពូមានអ្នកគម្រាមគាត់ក្រោយពីត្រូវបានគម្រាមកំហែងបាទសម្រាប់គាត់ណាបងបាទឲ្យជីវិតហ្នឹងគឺយកជីវិតខំគ្រូគម្រាមកំហែងយកជីវិតបាទសមាជិកព្រឹទ្ធសភាអ្នកស្រីអង្គណាសុណៃបានដាក់លិខិតសុំឲ្យអគ្គនគរបាលអគ្គស្នងការនគរបាលជាតិណាបងសូមឲ្យប៉ូលីសហ្នឹងគឺឬក៏នគរបាលការពារសុវត្ថិភាពរបស់អ្នកស្រីក្រោយពីត្រូវបានគំរាមសម្លាប់ហើយអះអាងថាអ្នកស្រីគឺនៅតែណាធ្វើការរិះគន់ការពិសិដ្ឋដោយបញ្ជាក់ថារដ្ឋាភិបាលគូតែផ្ដល់នៅចំណេះដឹងដល់ប្រជាពលរដ្ឋបាទក្នុងនាមអ្នកស្រីជាអ្នកធ្វើការងាររដ្ឋាភិបាលបងបាទដើម្បីជាលទ្ធផលល្អលើវេទិកាពិភពលោកហើយអះអាងថាមិនមានជនជាតិថៃណាអះអាងថាជាជនជាតិថៃព្រោះថៃវាលៀបពួរថាអ្នកស្រីគឺជាខ្មែរអញ្ចឹងបងបាទហើយស្រឡាញ់ជាតិមិនតិចជាងនរណានោះទេគាត់ក៏ស្រឡាញ់ជាតិមិនអន់ជាងអ្នកណាដែរអ្នកស្រីអង្គណានីលផៃជីតដែលជាសមាជិកวุฒิសភាហ្នឹងគឺថាសមាជិកព្រឹទ្ធសភាបងហើយក៏ជាអតីតគណៈកម្មាធិការសិទ្ធិមនុស្សជាតិណាបងព្រមដោយឬក៏មកជាមួយលោកសុណៃដែរបងបាទសង្ស័យតែគ្រូសាគាត់ណាបងបាទលោកសុណៃផាសុកដែលជាអ្នកវិច័យឬក៏អ្នកស្រាវជ្រាវជើងចាស់ណាបងនៅពីអង្គការឃ្លាំមើលសិទ្ធិមនុស្សបាទពិភពលោកបានធ្វើដំណើរមកដាក់នៅសំណើណាដើម្បីសំណួរខំរងតមានថាដាក់ពាក្យបណ្ដឹងមកកាន់ប្តឹងមកកាន់អគ្គស្នងការនគរបាលជាតិថៃលោកគិតរ៉ាត់ផាន់ភេតដែលជាអគ្គស្នងការនគរបាលជាតិសូមទោសនេះប្តឹងមកដាក់ពាក្យបណ្ដឹងជូនណាជូនឧត្តមសេនីយ៍ឯកទៅចេញ
ឧត្តមសេរីឯកខាងយោខាងនេះបងនគរបាលលោកគិតធិរតផាន់ភេទដែលជាអគ្គស្នងការនគរបាលជាតិថៃបាទដើម្បីដំណើរការតាមច្បាប់ការពារសិទ្ធិមនុស្សហើយនឹងក្រមគ្រួសារណាបងណារបស់អ្នកស្រីក្រោយពីត្រូវបានវាយប្រហារហើយនឹងគំរាមកំហែងតាមអនឡាញយ៉ាងធ្ងន់ធ្ងរបាទដោយសមាជិកព្រឹទ្ធសភាអ្នកស្រីអានខាណាបានបន្តថាបានប្រាប់ថានៅថ្ងៃនេះមកដាក់លិខិតទៅកាន់អគ្គនគរបាលស្នងការជាតិហើយដល់ប៉ូលីសដើម្បីសបណាបងដើម្បីស៊ើបអង្កេតការពិតជំវិញករណីដែលអ្នកស្រីត្រូវបានគំរាមកំហែងតាមអនឡាញដោយមានលក្ខណៈថាគំរាមសម្លាប់អ្នកស្រីក៏ដូចជាក្រុមគ្រួសាររបស់អ្នកស្រីបាទអញ្ចឹងមែនណាមិនត្រឹមតែគាត់ទេគឺក្រុមគ្រួសារទៀតបាទរួមទាំងលោកស៊ុណៃតាំងតែក្រោយពីចេញនៅកម្មវិធីដល់ល្បីមួយមុនមាននេតិកម្មវិធីតាមប៉ុស្តិ៍ទូរទស្សន៍បាទដែលខ្លួនមិនយល់ថាការដែលខ្លួនចេញមកបង្ហាញនៅការយល់ឃើញដាក់ជាសំណួរដល់រដ្ឋាភិបាលនៅក្នុងរឿងដែលឯកជនណាបងឯកជនចូលទៅក្នុងតំបន់ដែលតំបន់នោះគឺគេដាក់ច្បាប់អាជ្ញាសិទ្ធិបានយ៉ាងម៉េចណាដូចជាពិសេសគឺកាន់ចំផលាំងណាបងបាទយកអាមីក្រូហ្នឹងទៅចូលបានយ៉ាងម៉េចព្រោះតំបន់ហ្នឹងគឺហាមឃាត់ហើយប៉ុន្តែមានយកមិនបានបើយោធានឹងបើកដៃបងអ្នកស្រីគាត់ឆ្ងល់ណាហើយចង់សំដៅនឹងឲ្យត្រូវគម្រាមកំហែងណាហើយបានចោទប្រកាន់ថាមិនស្រឡាញ់ជាតិទៀតណាគាត់ថាអ្នកស្រីរិះគន់ប៉ុណ្ណឹងណាបងរួមទាំងការដែលខលណាខលមកបរបងខលមកគម្រាមដោយវិចារថាជាជនជាតិខ្មែរឬក៏អត់តែអញ្ចឹងណាបាទដែលខ្លួនអះអាងថាខ្លួនស្រឡាញ់ជាតិមិនខុសពីអ្នកផ្សេងនោះទេដោយពួកយើងអាចឃើញបញ្ហាមានការយល់ឃើញផ្សេងគ្នាបានប៉ុន្តែពេលនេះណាកើនกว่าវាលើសពីសេរីភាពនៅក្នុងការយល់ឃើញទៅហើយដូច្នេះទៅត្រូវងើបឡើងមកការពារខ្លួនឯងណាបងបាទយោមានខលមកគម្រាមណាបងក្រៅពីនេះក្រោយពីមានព័ត៌មានដល់ល្បីខាងអគ្គស្នងការនគរបាលជាតិបានមានការបញ្ជូនកងកម្លាំងឬក៏អាជ្ញាធរដែលសាយត្រួតណាមែនថាអ្នកដែលត្រួតពិនិត្យណាបងទាំងនៅក្នុងហើយនឹងខាងក្រៅប្រព័ន្ធដើម្បីមើលការខុសត្រូវសុវត្ថិភាពនៅផ្ទះសម្រាប់ពេញ24ម៉ោងចឹងគេបញ្ជូនទៅបងតាំងតែថ្ងៃទី16ខែតុលាកន្លងមកព្រមទាំងអះអាងថាទោះបីជាថានឹងត្រូវគម្រាមកំហែងបែបបែបគំនិតក៏ដោយបងបាទវាអត់ទាន់ធ្វើសកម្មភាពប៉ុន្តែជាការគិតក្រោមមុនប៉ុន្តែនៅតែដំណើរការឲ្យនឹងធ្វើទូនាទីបន្តទៀតនៅក្នុងឋានៈជាអ្នកសិទ្ធិមនុស្សប៉ុន្តែចំណែកខ្លួនព្រមទទួលថាអំណាចរដ្ឋបរាជ័យរហូតណាបងលំលែវចនរហូតមិនអាចការពារអ្នកសិទ្ធិមនុស្សបានគេថាអញ្ចឹងណាបាទនេះកន្លែងធ្ងន់ណាគេថាអំណាចរដ្ឋនឹងបរាជ័យរហូតមិនអាចការពារសិទ្ធិមនុស្សបានដូច្នេះរាជការថៃឬក៏ខាងរដ្ឋាភិបាលថៃគួរតែផ្ដល់នូវចំណេះដឹងដល់ប្រជាពលរដ្ឋនៅក្នុងរឿងសិទ្ធិមនុស្សបាទព្រោះរឿងខាងលើនឹងគឺជារឿងដែលវាលំអិតបាទព្រមទាំងបានបញ្ជាក់ពីអ្នកខាចូលទៅប្តឹងទៅអគ្គស្នងការនគរបាលជាតិនៅថ្ងៃនេះមិនចាំបាច់ត្រូវទៅបំភ្លឺនៅប៉ុស្តិ៍ប៉ូលីសតំបន់នៅក្នុងតំបន់ទេព្រោះរឿងនេះគឺជាអំណាចរបស់ប៉ូលីសណាឬក៏នគរបាលដែលត្រូវស៊ើបអង្កេតបាទដើម្បីស្វែងរកអ្នកជនល្មើសដែលធ្វើខុសមកអនុវត្តតាមច្បាប់រឿងដោយសារតែហេតុការណ៍ខាងលើហ្នឹងគឺជាកំហុសរបស់ខាងបទអក្រិតហ្នឹងបាទតាមច្បាប់ប៉ូលីសត្រូវដំណើរការខ្លួនឯងនេះគឺជាអ្វីដែលអ្នកស្រីបានបញ្ជាក់
តោះយើងមកមើលបន្តទៀត ពួកយើងត្រូវវេកញែកណាបងហ្នឹងហើយទៅចេះវេកញែកនាងខ្ញុំណែសុំទៅឌីឆានกับคุณសុណៃនាងខ្ញុំជាមួយនឹងលោកសុណៃបានអះអាងថាគឺជាជនជាតិថៃហើយស្រឡាញ់ជាតិនឹងគឺមិនតិចជាងអស់លោកទេ បានបង្ហាញពីសេចក្តីស្រឡាញ់ជាតិផ្ទាល់ខ្លួនរបស់នាងខ្ញុំហើយពួកយើងបានព្យាយាមហើយនឹងឲ្យប្រទេសថៃអាចនឹងឈរលើវេទិកាសកលឬក៏ពិភពលោកបានយ៉ាងស្រស់ស្អាតយ៉ាងគេហៅថាយ៉ាងអំណាចហ្នឹងបាទហើយទង្វើណាមួយឲ្យ សម្រាប់ឲ្យเป็นตามกฎบัตรវាថាទង្វើណាមួយឲ្យធ្វើទៅតាមធម្មនុញ្ញបងផ្សេងឬក៏ច្បាប់ផ្សេងដែលទូទាំងពិភពលោកទទួលបាទនេះបើតាមអ្នកស្រីអង្គណាបានមានប្រសាសន៍អញ្ចឹងមុននឹងធ្វើទង្វើណាមួយអ្នកស្រីផ្ដាំថាឲ្យមើលច្បាប់ពិភពលោកផងណាបងធម្មនុញ្ញពិភពលោកផងបាទតោះយើងមើលលោកខាងលោកសុណៃបានបន្តថាទោះបីជាពេលនេះនឹងមិនមានកម្លាំងចិត្តសម្រាប់មានកងកម្លាំងអាជ្ញាធរនគរបាលចូលមកមើលថែខ្លួនបែបអ្នកស្រីអង្គណាក៏ដោយប៉ុន្តែលោកក៏ត្រូវគេគម្រាមកំហែងពីប្រព័ន្ធ social media ដែរបាទដែលនឹងចង់សម្រាប់លោកព្រមទាំងបញ្ជាក់ថាធ្វើទៅព្រោះបំណងល្អដល់ជនជាតិថៃមិនចង់ឲ្យថៃនឹងគឺបរាជ័យនៅលើឆាកអន្តរជាតិទេបាទឬក៏ចាញ់ប្រៀបបងដោយសារតែទង្វើកន្លងមកនេះទាំងការបើកសម្លេងខ្មោចសម្លេងយន្តហោះចម្បាំង F16 គឺជាផុសតាងយ៉ាងច្បាស់លាស់បាទច្បាស់លាស់ចំណែកការដែលត្រូវបានចោទប្រកាន់ថានិយាយតែប្រទេសតែប្រដាស់នោះណាមុនការដែលអ្នកសិទ្ធិមនុស្សណែនឹងរិះគន់អ្វីធ្វើទៅព្រោះមានផុសតាងណាផុសតាងច្បាស់លាស់បានរួបរวมមកហើយមិនមែនចេះតែនិយាយទៅតាមអារម្មណ៍នោះទេបាទអញ្ចឹងមានតែជនជាតិថៃជ្រុលនិយមមួយចំនួនទេដែលធ្វើទៅតាមអារម្មណ៍ចោតប្រកាន់ទៅតាមអារម្មណ៍ណាហ្នឹងហើយអញ្ចឹងគាត់ថាដូច្នេះ ការដែលចោតប្រកាន់ថាយ៉ាងលឿនលយថាតែប្រទេសតែប្រដាថានិយាយចេះតែនិយាយនោះគឺចាត់ទុកថាជាការបំភ្លៃដ៏ធ្ងន់ធ្ងរបាទអ្នកដែលបានចោទប្រកាន់ណាមុនត្រូវតែរំលឹកខ្លួនឯងថាណាสมมตินะ ผู้ที่กล่าวหาต้องทบทวนตัวเองว่ากล่าวหาโดยมีข้อเท็จจริงหรือไม่เนี่ยได้จอบประกันนั่นคือត្រូវពិចារណាខ្លួនឯងសិនមុននឹងចោទប្រកាន់នឹងថាខ្លួនឯងនឹងគឺមានព័ត៌មានការពិតឬអត់បាទចេះតែចោទប្រកាន់អញ្ចឹងមុនលោកសុណៃបានបន្តបន្ថែមទៀតថាការបំណងល្អណាបងចំពោះប្រជាជាតិណាត្រឡប់คล้ายទៅជាមធ្យោបាយត្រូវវាយប្រហារហើយនឹងវាយប្រហារបែបទ្រង់ទ្រីធំទេបងបាទបង្កឲ្យមានការស្អប់ខ្ពើមដោយមានការនិយាយចេញមកតាមប្រព័ន្ធអនឡាញហើយនឹងការរិះគន់របស់លោកម្នាក់នោះថានឹងនាំឡាននេះបងគូបូតាឡានគូបូតាមិនដែរថាអត្រគូបូតាហ្នឹងឯងមកពីលោកអង្គណាសំទោសអ្នកស្រីអង្គណាឲ្យចេញពវិនអីចឹងទៅដែលចង់ស៊ូទៅអង្គភាពដែលពាក់ព័ន្ធថាធ្វើអ្វីហើយខ្លះនៅទៅស្ងាត់បែបនេះបាទអញ្ចឹងមានអាអ្នកគំរាមអញ្ចឹងបងបាទចំណែកនឹងត្រូវកែសម្រួលការបង្ហាញនៅជំហរនៅក្នុងការរិះគន់ចំពោះស្ថានភាពរបស់ប្រទេសឬក៏អត់នោះអ្នកស្រីអង្គណាឬក៏សមាជិកប្រសិទ្ធភាពអ្នកស្រីអង្គណាបានតបថាមិនមែនជា ไม่ใช่หน้าที่ของตนមិនមែនជាទូនាទីរបស់ខ្លួនទេប៉ុន្តែគឺជាទូនាទីរបស់រដ្ឋាភិបាលដែលនឹងត្រូវកសាងឬក៏បង្កើតនៃការយល់ដឹងឲ្យដល់សង្គមបាទដែលចុងក្រោយហ្នឹងគឺមិនថាជាគេមុនជាការចងបលាំងឬក៏នាយករដ្ឋមន្ត្រីឬក៏
អគ្គស្នងការនគរបាលជាតិប្រសិនបើត្រូវបានបំពេញសិទ្ធិខ្លួនហើយនឹងលោកសុណៃក៏ត្រៀមខ្លួនក្នុងការចេញមកនិយាយដើម្បីការពារសិទ្ធិហើយនឹងការពារសិទ្ធិហើយមួយទៀតគឺដើម្បីទាមទារនៅយុត្តិធម៌ហើយនឹងបញ្ឈប់នៅការបំពេញទាំងអស់ហ្នឹងបាទនេះបើតាមអ្នកស្រីថាទោះបីជាអ្នកណាក៏ដោយណាឲ្យតែប្រព្រឹត្តខុសធ្វើមិនតំណងគឺគាត់រិះគន់ហើយបាទអរគុណច្រើនខ្ញុំមានព័ត៌មានប៉ុណ្ណឹងមុនបាទហ្នឹងឯងយើងតាមដានព័ត៌មានថ្មីៗបន្តទៀតបាទជម្រាបលា